បាទសួស្តីបងប្អូនគ្នាបាទឥឡូវយើងមកមើលបងស្រីរបស់ខ្ញុំគាត់រៀបយកឡានបាទតែគាត់អត់សូវស្គាល់ប្រភេទឡានអញ្ចឹងខ្ញុំមករៀបយកខ្លួនឯងតែម្ដងបាទហើយនេះប្រភេទឡានត្រីនេះកូនឡានត្រីយើងអាចត្រីក៏បានរត់លឿនក៏បានប្រភេទនេះផងដែរគឺដូចគ្នានឹងគ្នាហើយតម្លៃវាក៏ប្រហែលគ្នាដែរគ្នាប៉ុន្តែរូបរាងវិញស្អាតកប់ហើយអ្នកអាចមើលក្នុងវីដេអូនេះបានហើយវាមាន4ពណ៌បាទប្រភេទនេះបាទហើយខាងមុខនេះគឺប្រភេទរថក្រោះអ្នកគ្នាហើយរថក្រោះហ្នឹងវាអាចរត់បាន360ដឺក្រេអ្នកគ្នាមិនថាឆ្វេងស្ដាំទៅមុខទៅក្រោយជំហៀងអីគឺវាបាន360ដឺក្រេតែម្ដងហើយជាពិសេសនោះគឺវាអាចបាញ់គ្រាប់ចាញ់អ្នកគ្នាគឺគ្រាប់វាគេដាក់ប្រភេទគ្រាប់បន្តិចបាទបាទឥឡូវយើងមកមើលឲ្យបានយើងតទៀតនេះប្រភេទឡាន SCY ប្រភេទនេះគឺຂະຫນាតscale 1/16អ្នកនាងគឺល្បឿនវាមាន2 spec មាន spec ធម្មតានិង spec max អ្នកនាង spec ធម្មតានោះគឺរត់បានតែ55គីឡូទៅ60គីឡូហើយ spec max នោះវារត់75ទៅ80គីឡូអ្នកនាងហើយនេះប្រភេទឡានទីអ្នកនាងຂະຫນាតធំហើយសំខាន់អ្នកនាងអាចមើលក្នុងវីដេអូនេះបានគឺវាមាន spoiler គឺអែមមែនទែនហើយប្រភេទនេះគឺលឿនណាស់អ្នកនាងគឺត្រីក៏បាននេះក៏បានហើយប្រភេទខាងក្រោមនេះគឺឡាន SCY ដែរអ្នកនាងប្រភេទឡានគោព្រៃអ្នកនាងឥឡូវយើងមកមើលខាងមុខទៀតបាទនេះក៏ប្រភេទឡានទីដែរអ្នកនាងប៉ុន្តែຂະຫນាតធំតូចជាងខាងមុខនឹងបន្តិចបាទប៉ុន្តែគោត្រីគោរត់លឿនដូចគ្នាបាទអ្នកនាងអាចមើលអវ៉ាន់នៅក្នុងនេះបានគឺវាមានច្រើនមែនទែនហើយអវ៉ាន់យើងដោយសារធ្នើយើងតូចយើងដាក់បានតិចទេតាមពិតទៅគឺអវ៉ាន់យើងនៅក្នុងស្តុកគឺច្រើនមែនទែនអ្នកនាងអាចកំងបានមិនថាអ្នកនាងបានចង់អត់បានទេហើយប្រភេទនេះប្រភេទ MN82 អ្នកនាង82 Pro ក៏មាន82ធម្មតាក៏មានបាទអ្នកនាងអាចមើលក្នុងវីដេអូនឹងបានហើយខាងលើនេះគឺប្រភេទឡានទាហានអ្នកនាងឡានទាហាននេះយើងអាចយកទៅឡើងព្រៃប្រភេទនេះខ្លាំងអ្នកនាងប្រភេទឡាន off road ហើយនេះគឺ MN128 អ្នកនាង MN128 scale វា1/12បាទហើយនេះគឺ Scania អ្នកនាងហើយប្រភេទ Scania នេះគឺគេពេញនិយមប្រើមែនតើបាទគេចូលចិត្តលេងហើយវាមានមកខាងក្រោមខ្ញុំនៅ4 5គ្រឿងទៀតអ្នកនាងហើយនេះគឺខ្ទួយផងវាបាទអ្នកនាងមានចំណាប់អារម្មណ៍ទេអ្នកនាងកុំភ្លេចតាក់ទងមកយើងមានក្នុងស្តុកច្រើនមែនតើហើយនេះប្រភេទយន្តហោះ M22 អ្នកនាងប្រភេទនេះងាយស្រួលលេងអ្នកនាងមិនថាអ្នកនាងហោះបុកហោះអីទេគឺអត់ជាបញ្ហាទេដោយសារតែវាមានប្រដាប់ទប់នៅខាងមុខអញ្ចឹងហើយណាមួយវាប្រើប្រភេទស្នោផងគឺវាអត់អីទេហើយហ្នឹងហើយអ្នកនាងវាមាន3ពណ៌ដូចបងខ្ញុំប្រាប់អញ្ចឹងមានពណ៌ខៀវពណ៌ក្រហមនិងពណ៌លឿងអញ្ចឹងអ្នកនាងហើយខាងមុខនេះគឺប្រភេទយន្តហោះចម្បាំងអ្នកនាង S22 ដែរប៉ុន្តែនេះប្រភេទគឺវាប្រើម៉ូទ័រធំតែប្រើសេះខែ3ហ្នឹងហើយកម្លាំងវាខ្លាំងដែរហើយនេះគឺត្រីឆ្លាមយើងអាចបញ្ជាក្នុងទឹកបានលេងជាមួយទឹកបានអីចឹងអ្នកនាងហើយនេះប្រភេទកូនទុកហើយទុកយើងមានច្រើនមិនថាគាត់ថតដល់លើហ្មងគ្នាហើយអ្នកនាងអាចមើលនៅក្នុងវីដេអូនោះបានគឺអវ៉ាន់យើងនៅមានច្រើនមែនទែនហើយនេះដោយសារធ្នើយើងវាចង្អៀតអ្នកនាងតូចហើយអវ៉ាន់យើងក៏តាំងបានខ្លះៗចឹងអ្នកនាងបាទហើយជួយចុចក្រោយបើសិនជាអ្នកនាងមានចំណាប់អារម្មណ៍ចង់ទៅតេងមកអីអ្នកនាងអាចទៅមកក្នុង page ពី LOC ខ្ញុំទៀតបាទហ្នឹងហើយវីដេអូហ្នឹងគឺមានប៉ុណ្្នឹងហើយសូមអរគុណសូមជម្រាបសន្យាជួបគ្នានៅវីដេអូក្រោយបាយបាយ